ត្រីនេះខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកស្ដាប់ពីប្រវត្តិរឿងរ៉ាវរបស់ព្រាយកន្ទោងខៀវដែលមានដំណើរតគ្នានៅក្នុងសង្គមខ្មែរយើងកាលពីបុរាណកាលកេសីគឺជានាមក្មេងស្រីវ័យ18ឆ្នាំម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយកន្លែងឆ្ងាយពីទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃម្ដាយឪពុកនាងប្រកបរបរឡើងត្នោតនិងធ្វើស្រែចម្ការផងថ្ងៃមួយជួនជាពេលដែលម្ដាយឪពុកនាងទៅលេងបងប្អូននៅឯភ្នំពេញកេសីនាងក៏ទួលល្អីមួយមានទឹកនិងចំណីមួយចំនួនយកទុកឆីនាពេលថ្ងៃត្រង់នៅឯម្លប់ដើមជ្រៃក្បែរវាលស្រែរបស់នាងកេសីនាងបានអង្គុយក្រោមម្លប់ជ្រៃដល់ត្រឈឹងត្រឆៃលេឡំជាមួយនឹងចំនោវីយ៉ូផងនោះធ្វើឲ្យនាងផ្អែកកាយយ៉ាទៅនឹងដីរួចលោកដៃយកនំអន្សមមកឆៃស្រាប់នោះនំដែលនាងកំពុងកាន់ឆៃនោះជ្រុះធ្លាក់ទៅលើដីចិត្តក្មេងស្រីហាក់ខឹងក្រោធក៏យកជើងកន្ទ្រាំនំនោះរហូតបែកខ្ចាក់ខ្ចាយរសាយអស់ស្នូលសណ្ដែកលឿងលុះវេលាប្រឡប់មកដល់កាលណាកេសីក៏ដើរផងច្រៀងផងដោយដៃមួយច្រត់ចង្កេះរីឯដៃម្ខាងទៀតក៏ដៀតល្អីស្បៃអន្តការនាពេលរាត្រីបានក្រាលក្របពីពេញផែនពោធិធាស្រាប់តែពេលនោះកេសីដើរបានពាក់កណ្ដាលផ្លូវនាងក៏ច្រឡំជាន់ពែដែលមីងអឿនគាត់សែនជូនខ្មោចកូនស្រីគាត់ដែលបានចែកឋានទៅកាលពីពេលថ្មីនេះកេសីក៏បន្តដំណើរទៅមុខទៀតដោយគ្មានខ្វល់ពីអ្វីដែលនាងបានប្រព្រឹត្តឡើយរាល់គ្រប់ជំហានដែលនាងឈានដើរចាប់តាំងអំពីកន្លែងដែលនាងជាន់ពែនាងតែងតែមានអារម្មណ៍ថាមាននរណាមួយបាននឹងកំពុងដើរតាមក្រោយនាងរហូតដល់ផ្ទះអស់រយៈពេលជាង1សប្តាហ៍នាងក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺជាធ្ងន់ស្របពេលដែលនាងតែងតែឃើញមនុស្សម្នាក់តែងតែចង់យកជីវិតនាងរហូតមីងច័ន្ទដែលជាម្ដាយកេសីមានការផិតភ័យជាខ្លាំងដែលកូនស្រីរបស់ខ្លួនឈឺដោយគ្មានមូលហេតុបែបនេះគាត់ក៏សម្រេចចិត្តនាំកេសីទៅមើលគ្រូម៉ូនៅឯឆ្ងាយស្រុកការធ្វើដំណើរកាត់វាលដល់ស្រែកាត់ស្រែដល់ព្រៃក៏ប្រទះនឹងខ្ទមចាស់តូចមួយសង់នៅក្បែរគុម្ពឫស្សីទិដ្ឋភាពក្នុងខ្ទមនោះមិនប្រាប់ក៏ដឹងថាជាផ្ទះគ្រូអាគមដែរព្រោះមានអាសនៈប្រកបដោយទៀនធូបភ្ញីវល្លិបាយសីជាច្រើនថ្នាក់សីមាហុំព័ទ្ធជុំចិត្តស្ត្រីចំណាស់ម្នាក់ឈ្មោះយាយឈុំសយជាមេម៉ាយគាត់គឺជាគ្រូផ្នែកភ្លើងងងឹតដ៏ល្បីម្នាក់ប្រចាំនៅទីនោះកេសីបានដេកលក់នៅពីមុខអាសនៈដោយយាយឈុំសយបានបិទភ្នែករំពៃរួចក៏ប្រាប់ទៅមីងច័ន្ទថាកូនស្រីគាត់ត្រូវបានប្រលឹងខ្មោចអនាថាតាមលងបន្លាចនាងក្នុងខណៈនោះមីងច័ន្ទក៏បានសួរទៅកាន់លោកយាយសយថាលោកយាយតើមីអូនកូនខ្ញុំវាយ៉ាងម៉េចដែរលោកយាយក៏បានតបកូននាងត្រូវបានប្រលឹងខ្មោចស្រីក្រមុំតាមចងពៀវាមីងច័ន្ទក៏ផ្្លាត់មាត់ថាពធអើយហេតុអ្វីបានទៅជាបែបនេះលោកយាយតើខ្ញុំត្រូវធ្វើអ្វីដើម្បីបញ្ចេញគ្រោះនេះបានទៅលោកយាយក៏តបថាគឺកូននាងឯងដើរជន់ចំណីអាហារដែលគេសែនដល់ខ្មោចញាតគេចំពោះឯងត្រូវធ្វើសំណែនបែបបន់អរុកអរិយអ្នកតាដែលថែរក្សាឯនាយជ្រុះជ្រងដងភ្នំដែលឯងរស់នៅទៅវានឹងជាសះស្បើយហើយមីងច័ន្ទក៏តបតើត្រូវធ្វើដូចម្ដេចខ្លះលោកយាយក៏តបទៅវិញថាឯងត្រូវចាំស្ដាប់កត់ចំណាំឲ្យបានត្រឹមត្រូវកុំឲ្យផ្្លាត់ភ្លេចមួយមុខណាឲ្យសោះលោកយាយសយក៏បានណែនាំពីវិធីសាស្ត្រក្នុងការធ្វើពែដើម្បីសែនព្រេនដល់ពពួកព្រលឹងខ្មោចព្រាយពែសម្ភារៈសម្រាប់ធ្វើមានដូចជាដើមចេកស្លឹកចេកនិងស្លឹកឈើចម្រៀកឫស្សីកាំបិតក្រដាសធូបទៀនម្លូស្លាបាយរងូមីឬញោមភ្លាអាំងបង្អែមជាដើមរបៀបក្នុងការធ្វើនោះត្រូវកាត់ក្រដាសជារាងតុងក្រពើរួចចងភ្ជាប់ទៅនឹងដងចម្រៀកឫស្សីបកស្រទាប់ចេករួចជ្រៀកជាចម្រៀកទំហំ2ថ្នប់ដៃយកចម្រៀកស្រទាប់ចេកដែលជ្រៀករួចទៅវាស់នឹងដៃអ្នកដែលត្រូវកែគ្រោះដោយគិតប្រវែងពីកែងដៃដល់ចុងម្រាមកណ្ដាលដំបូងត្រូវធ្វើពែជ្រុងមួយកាច់ចម្រៀកស្រទាប់ចេកដែលវាស់ខ្នាតរួចនោះជា4ជ្រុងវងចូលក្នុងក្របឲ្យគ្រប់ជា5ជាន់អាចតចម្រៀកចេករហូតកាច់បានគ្រប់ជាន់ពេលកាច់បាន1ជាន់ហើយត្រូវចងសិនសឹមកាច់ឲ្យបាន4វងទៀតដោតចម្រៀកឫស្សីជាក្រឡាចាក់ត្រង់5និង5ចម្រៀកខ្វែងគ្នាបន្ទាប់មកត្រូវធ្វើពែមាត់ជ្រូកមួយទៀតដោយកាច់ចម្រៀកស្រទាប់ចេកដែលវាស់ខ្នាតរួចនោះជា3ជ្រុងវងចូលក្នុងឲ្យគ្រប់ជា3ជាន់អាចតចម្រៀកចេករហូតកាច់ឲ្យបានគ្រប់ជាន់ពេលកាច់បាន1ជាន់ហើយត្រូវចងសិនសឹមកាច់ឲ្យបាន2វងទៀតដោតចម្រៀកឫស្សីជាក្រឡាចាក់ត្រង់3ចម្រៀកខ្វែងគ្នាចាត់ចម្រៀកស្រទាប់ចេកជាចំណិតតូចៗដើម្បីដោតធ្វើជាឆាត់រួត5ជាន់ចំនួន4សម្រាប់ពែជ្រុងដោត4ចំណិតកាត់តាមទទឹងនិងដោតចំណិតទី5កាត់តាមបណ្ដោយវិញឆាត់រួត3ជាន់ចំនួន3សម្រាប់ពែមាត់ជ្រូកដោត2ចំណិតកាត់តាមទទឹងនិងដោតចំណិតទី3តាមបណ្ដោយវិញដោតតុងក្រពើនិងឆាត់រួតតាមជ្រុងពែចំពោះពែជ្រុងគេត្រូវធ្វើសង្រែកបន្ថែមដោតជ្រុងម្ខាងនៃចម្រៀកឫស្សីទី4ត្រង់ជ្រុងនីមួយៗរួចភ្ជាប់ចុងម្ខាងទៀតរបស់វាទៅនឹងចំណិតដោតចេកមួយដែលមានអុជធូប3សរសៃរៀបម្លូ3សន្លឹកនិងដាក់ស្លាមួយចំណិតផងក្រាលស្លឹកចេកក្នុងពែរួចធ្វើកន្ទោងអំពីស្លឹកឈើចំនួន20ពែជ្រុងត្រូវដាក់កន្ទោងចំនួន12ពែមាត់ជ្រូកត្រូវដាក់កន្ទោងចំនួន8ចំពោះគ្រឿងសំណែនពែជ្រុងកន្ទោងមួយជួរមាន3កន្ទោងត្រូវដាក់បាយសកន្ទោងមួយជួរមាន3កន្ទោងត្រូវដាក់បាយក្រហមបាយលាងរងូកន្ទោងមួយជួរមាន3កន្ទោងត្រូវដាក់ញោមភ្លាសាអាំងសប្តាហ៍ថ្ងៃគេស្រោះមីដាក់ជំនួសហើយចន្លោះបាយសបាយក្រហមនិងញោមភ្លាសាអាំងត្រូវដាក់បង្អែមក្នុងរូបដាក់នំចាក់កញ្ចាន់រួចហើយក៏ដាក់ម្លូស្លាបារីជាការស្រេចចំពោះពែមាត់ជ្រូកកន្ទោងមួយជួរមាន3កន្ទោងត្រូវដាក់បាយសកន្ទោងមួយជួរមាន3កន្ទោងត្រូវដាក់បាយក្រហមបាយលាងរងូកន្ទោងមួយជួរមាន2កន្ទោងត្រូវដាក់ញោមភ្លាសាអាំងសប្តាហ៍ថ្ងៃគេស្រោះមីដាក់ជំនួសហើយចន្លោះបាយសបាយក្រហមនិងញោមភ្លាសាអាំងត្រូវដាក់បង្អែមក្នុងរូបដាក់នំចាក់កញ្ចាន់
រួចហើយក៏ដាក់ម្លូស្រាបារីជាការស្រេចបន្ទាប់ពីរៀបចំសពគ្រប់អស់ហើយទៅរៀបពែបែរទៅទិសខាងកើតហើយទៅដាក់ពែមាត់ជ្រូកនៅខាងមុខពែជ្រុងកន្លងទៅជាគម្រប់14ថ្ងៃមានក្មេងចាស់ប្រុសស្រីបាននាំគ្នាជួយរៀបចំដង្វាយមានភ្លេងពិណពាទ្យអន្តងព្រះខ័ននិងពែអាសនៈជាច្រើនថ្នាក់ផ្លែឈើ7មុខជាហូហែម៉ាក់ប្រេងម៉ាក់ប្រាំងមានចេកទុំនំអន្សមបង្អែមចំអាបរួមទាំងមាន់ឆ្កាងក្បាលជ្រូកដាក់ទាំងគូនាយល្វែងកន្ទិលឲ្យទៅនៅមុខទន្លេលុះព្រះសូរិយាអស្ដង្គតកាលណាពិធីក៏ចាប់ផ្ដើមដូចតទៅលើកឡើងប្រគំសំនឹងសំដីច្រៀងកេសីនឹងមានទឹកមុខស្លេកស្លាំងស្រគត់ស្រគំអង្គុយបត់ជើងនៅលើកន្ទេលដោយមានស្លៀកសំពត់ហូលនិងអាវប៉ាក់ដោយពុំមាននិយាយស្ដីទៅកាន់នរណាម្នាក់ឡើយក្រុមភ្លេងពិណពាទ្យក៏ចាប់ប្រគំឡើងយ៉ាងរំថើនរំដំផ្អើលអស់ប្រឹក្សានាកណ្ដាលព្រៃស្ងាត់មាននារីម្នាក់ស្លៀកក្បិនអាវប៉ាក់ចជាយស្មាប្រកបដោយផ្ការរំយោលត្រចៀករំទន្ទ្រាំព្រះធរណីដោយកងជើងរំពងសំលេងក៏ក្រាកទ្វីបរីឯដៃវិញល្វត់ល្វន់ក្រវែងក្រវត្តព្រះខ័នមុតថ្លាទុនចង្កេះអង្ក្រងកងជើងដាំពេជ្រសក់បួងជោកឡើងកៅភ្នែកមុតថ្លាស្រយុតស្រយងអារម្មណ៍អ្នកស្ថិតនៅក្នុងពិធីចាប់ផ្ដើមព្រឺសម្បល់ផ្កាកជាមួយនឹងកាយវិការដ៏រស់រវើករួមទាំងចម្រៀងដំអុយដំអែនិងបទភ្លេងដ៏ក្រលួចដើម្បីអន្តងហៅនាងព្រៃកន្ទងខៀវឲ្យបានចូលសន្ធិដ្ឋក្នុងរាងកាយនារីបង្កបរិយាកាសប្លែកពីសពមួយដងបន្ទាប់អំពីការរាំច្រៀងថ្វាយអស់អរិយអ្នកតារួចនារីម្នាក់ដែលទន្ទ្រាំជើងបែរមកអង្គុយឆ្ងក់សំណក់សំឡឹងហាក់ខឹងសម្បានិងខឹងអស់មនុស្សម្នាសត្វលោកទាំងឡាយដែលពុំដឹងខុសពុំដឹងត្រូវហើយច្រត់ចង្កេះដោយចង្អុលទៅកាន់មនុស្សផងទាំងឡាយក្នុងពិធីដែរគ្រានោះនារីដែលកំពុងតែអង្គុយឆ្ងក់សំឡក់សំឡឹងនោះក៏បានបន្តថាពួកឯងពិតជាប្រហើនពេកហើយដែលហ៊ានធ្វើបែបនេះដាក់អញលោកអាចារ្យស្មាជាកន្សៃម្នាក់បានលូនក្រាបប្រណម្យផ្ចង់ហាត់ទាំងទ្វេពោលទាំងរញីរញ័រអស់កាយាថាខ្ញុំម្ចាស់ក៏ដូចជាកូនចាបកូនព្រាបអញ្ជើញអ្នកមកនេះគឺដើម្បីសុំខមាទោសចំពោះរាល់កំហុសឆ្គងទាំងឡាយទាំងពួងដែលកូនចាបកូនព្រាបគ្នាហាក់នៅក្មេងពុំយល់រាក់ជ្រៅបានសាងកំហុសដ៏ធ្ងន់ធ្ងរចំពោះអ្នកដូច្នេះសូមអ្នកមេត្តាលើកលែងដល់ក្មេងខ្មាំងផងទោះបីជាចំណងអ្វីក៏ពួកយើងព្រមទាំងអស់ថាហើយនាងដែលត្រូវព្រាយកន្ទងខៀវសន្ធិដ្ឋបានចងេងចងាងដៃហើយពោលដោយខឹងសម្បាជាខ្លាំងអើពួកឯងដឹងខុសជាការល្អដូច្នេះអញមិនមានអ្វីចង់បានក្រៅពីបាយសបាយក្រហមនិងពែកន្ទងព្រមទាំងភ្លេងពិណពាទ្យ3បទប៉ុណ្ណេះពេលនោះមានលោកអាចារ្យម្នាក់បានលោកយកធូបច័ន្ទក្រឹស្នាទាំងបាច់ទៅអុជរួចធ្វើពិធីសុំខមាទោសកន្ទងបានបង្វែរទៅទិសខាងកើតរីឯភ្លេងក៏ចាប់ប្រគំបង្គ្រប់3បទជាកិច្ចបង្ហើយពិធីចប់រួចរាល់ក៏ពិតមែនប៉ុន្តែជំងឺកេសីពុំមានភាពប្រសើរឡើងសោះម្ដាយឪពុកនាងគិតពីកូនស្រីរហូតដល់ស្គមស្គាំងគ្មានកម្លាំងកំហែងនឹងរកស៊ីឡើយនារាត្រីកាលខែងងឹតព្រះច័ន្ទលិចបាត់គ្មានស្រមោលបន្សល់នៅពពកខ្មៅក្រាស់ខ្មឹករាប់ដណ្ដប់ផែនទ្វីបនៅក្នុងយប់នោះផងដែរកេសីដែលកំពុងតែគេងនៅក្នុងបន្ទប់ស្រាប់តែមានផ្សែងខ្មៅមួយដុំបានហោះចេញពីព្រៃចូលតាមមាត់បង្អួចដែលកំពុងតែបើកចំហរងចាំវាយោត្រជាក់ផាត់ផាយចូលមកក្នុងគ្រានោះកេសីបានក្រោកអង្គុយដោយមានកៅភ្នែកខ្មៅងងឹតភាពញ័រញាក់កាន់តែខ្លាំងឡើងក៏មានបរិមម្នាក់ជាគ្រូពេទ្យមកពីទីក្រុងបានឆ្លងកាត់ហើយលើដំណឹងអំពីកេសីក៏ឈានចូលទៅមើលពេលនោះលោកគ្រូពេទ្យបានយកឧបករណ៍ពេទ្យនិងធ្វើការជួសឈាមលើកេសីដែលដេកស្ដុកស្ដឹងគាត់បានប្រាប់ថាកេសីនាងកើតរោគគ្រុនឈាមហើយពេលនោះនាងក៏បានស្លាប់បន្ទាប់អំពីបែកគ្រាប់ឈាមហើយគ្រូពេទ្យក៏គាត់ពុំមានលទ្ធភាពអាចសង្គ្រោះនាងបានទាន់ពេលឡើយព្រោះមន្ទីរពេទ្យនៅឆ្ងាយពេកម្យ៉ាងជំងឺនាងក៏បណ្ដាលមកពីពួកគាត់គិតតែធ្វើតាមបែបបុរាណមិនបាននាំទៅពេទ្យហើយទុកកូនឲ្យនៅកណ្ដាលព្រៃចូលរួមពិធីរហូតដល់មុខខាំគ្រុនឈាមសំអីនឹងនាងកំពុងតែឈឺផងនោះរឿងនេះក៏បានចប់តែប៉ុណ្ណេះខ្ញុំសូមបញ្ជាក់ប្រិយមិត្តផងដែរថានេះគ្រាន់តែជាអបិយជំនឿមួយរបស់ខ្មែរហើយការធ្វើវីដេអូនេះគឺក្នុងគោលបំណងដើម្បីស្ដាប់កម្សាន្តតែប៉ុណ្ណោះ